đây là khía và trong ngàyนี้คือโยมมาបង្ហាញពីការកណនីទៅលើកម្រាស់ខណ្ឌបបមាសម្រាប់ផងនៅខាងក្រៅបាទអញ្ចឹងនៅក្នុង slab យើងតែងតែមានទីតាំងបាទទីតាំងផងវាដែលយើងហៅថាផងវាហ្នឹងបាទឬក៏ panel បាទមានជាប្រភេទ exterior ឬក៏ interior បាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំបង្ហាញពីការកណនីនៅខាងក្រៅជាមុនសិនបាទសម្រាប់ផងខាងក្រៅបាទឥឡូវខ្ញុំធ្វើការព្រីកវាធំដើម្បីងាយស្រួលក្នុងការបញ្យល់បាទអញ្ចឹងដើម្បីយើងអាចកណនីបានបាទទី1យើងត្រូវមានទំហំមុខកាត់អក្សរព្រោះដោយសារអីព្រោះដោយសារនៅពេលហ្នឹងគឺយើងកណនីហ្នឹងយើងត្រូវជាប់អញ្ញាតជាមួយ LN អញ្ចឹងយើងត្រូវរកប្រវែងវាមានន័យប្រវែងគឺយើងគិតពីកែមអក្សរមកណាព្រោះជាទូទៅដៃមិនសិនវាគឺចាប់នៅចំអក្សរបាទពេលយើងវាស់ម៉ែត្រចាក់ទម្លាតអក្សរឬក៏យើងធ្វើតាមរយៈប្លង់គឺយើងគិតពីអមែនណាបាទតែដល់ប្រវែង LN ហ្នឹងគឺយើងគិតពីកែមវិញបាទគិតពីកែមអក្សរទៅវិញបាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានដែរគឺមួយទៀតគឺយើងប្រៀបធៀបវាអញ្ចឹងគឺយើងសន្មត់ថាកម្រាស់ខណ្ឌដែលយើងផ្ដល់ឲ្យហ្នឹងគឺនេះបានមកទឹក7បាទហើយតមកទៀតគឺប្រវែងធ្នឹមបាទធ្នឹមណាអញ្ចឹងយើងមានមុខកាត់ធ្នឹមមួយទៀតបាទយើងមានមុខកាត់ធ្នឹមបាទមានមុខកាត់ធ្នឹមបាទអានេះខ្ញុំតាំងវាដោយ B អានេះខ្ញុំតាំងដោយ H បាទអានេះគឺខ្ញុំដាក់ HC ហ្នឹងក្នុង BC គឺបញ្ជាក់ដោយសសរបាទហើយតមកទៀតអានេះខ្ញុំដាក់ B តូចទៅដូចគ្នាណាបាទហើយដូចជាអាញាប់ដែលខ្ញុំដាក់ដោយ B តូចបាទ B តូចហើយអាខាងលើនេះខ្ញុំដាក់ដោយ H តូចបាទដាក់ H តូចមកបាទតមកទៀតគឺយើងមានប្រវែងនេះបាទប្រវែងនេះគឺយើងយកប្រវែងមានន័យថាប្រវែងធ្នឹមឲ្យវែងជាងគេអញ្ចឹងនៅក្នុងហ្នឹងគឺយើងមើលតែនេះខ្ញុំដាក់ជាប្រភេទរូបភាពណាយើងមើលតាមប្លង់ជាក់ស្ដែងប្រវែងធ្នឹមមួយណាដែលវែងជាងគេបាទយើងយកមកធ្វើការកណនីវាមកហើយនៅក្នុងនេះគឺយើងកណនីហ្នឹងគឺប្រភេទបើយើងនិយាយទៅនៅខាងក្រៅអញ្ចឹងគឺកន្លែងនេះបាទគឺពាក្យដាក់ពាក្យ interior បាទសំទុក exterior បាទ interior គឺខាងក្នុងឯងបាទគឺយើងប្រើប្រភេទ exterior បាទបើយើងគិតមកមើល exterior ហើយនិង corner គឺវាមិនខុសគ្នាទេវាសិតលក្ខណៈថាវានៅខាងក្រៅដូចគ្នាទេបាទគាត់ថាមួយគេតាំងជា corner គឺវានៅជ្រុងហើយ exterior គឺវានៅក្បែរជ្រុងហ្នឹងបាទមានន័យថាយើងមានកម្រាស់ខណ្ឌយើងបែងចែកវាជា panel បាទវាមានប្លុកក្តារប្លុកខាងហើយនិងប្រភេទប្លុកជាប់ខាងហ្នឹងអានឹងគេហៅថា exterior បាទអានេះគឺ interior បាទនេះគឺ interior ដោយសារកន្លែងនេះយើងថាវា interior យើងមើលទៅលើគំនូគេគឺគេអានេះគេប្រើលក្ខណៈជាគំនូលក្ខណៈ section ណាអញ្ចឹងគឺគេកាត់អញ្ចឹងក៏ពិតវានៅមានកម្រាស់ខណ្ឌបន្តទៀតតែលក្ខណៈគេកាត់អញ្ចឹងអានេះវាត្រូវជា interior ដោយសារយើងមានកម្រាស់ខណ្ឌមកខាងនេះមួយទៀតហើយយើងមានកម្រាស់ខណ្ឌមកខាងនេះមួយទៀតប៉ុន្តែនៅក្នុងនេះគឺគេដាក់មានតែ4ទេអញ្ចឹងអានេះយើងមើលខាងនេះអត់មានទេណាអានេះគឺវារូបមានលក្ខណៈថាវាអត់មានអីតទៀតទេមានកម្រាស់ខណ្ឌតទេអញ្ចឹងគឺវាជាប្រភេទ corner និង exterior បាទតមកទៀតគឺយើងមានជាប្រភេទភាពធន់បេតុងគឺខ្ញុំប្រើ30 megapascal អានេះគឺប្រភេទ cylinder ប្រភេទស៊ីឡាំងណាបាទហើយភាពយឺតរបស់ដៃគឺយើងប្រើ390បើយើងប្រើ400យើងដាក់400ទៅណាអានឹងតាមដៃសុកខ្មែរយើងបាទហើយពាក់ព័ន្ធ model elastic របស់បេតុងគឺយើងយក4000 ឬ APMC មកយើងគុណមកបានតម្លៃប៉ុណ្ណឹងបាទហើយពាក់ព័ន្ធមួយប្រសិទ្ធភាពនៃ slab បាទអញ្ចឹងគឺនៅក្នុងនោះគឺពាក់ព័ន្ធមួយ slab នេះគឺកន្លែងនេះបាទគឺកន្លែងហ្នឹងបាទហ្នឹងគេហៅ slab អានេះគេហៅ web បាទគេហៅតំណុងហើយនេះគឺ flag ហ្នឹងគេហៅ slab បាទអញ្ចឹងគឺប្រវែងវាគឺលក្ខខណ្ឌវាគឺមានលក្ខខណ្ឌគេហ្នឹងណាបាទនៅនេះខ្ញុំដក PSI ដូចគ្នាទេនេះយើងមើលនៅក្នុងនេះឃើញហើយអញ្ចឹងវាទៅ B បូក 2H ករណី B បូក 2H ហ្នឹងវាតូចជាងឬស្មើ B មានន័យថាប្រវែង B យើងហ្នឹងវាទៅបូកនឹង8ដងគុណនឹងកម្ពស់កម្រាស់ខណ្ឌមានតែកម្រាស់របស់ប្លង់សេបាទឬក៏កម្រាស់ខណ្ឌហ្នឹងបាទកម្រាស់យើងឃើញមែន177មែនទេ170បាទសំទុះ170ដែលយើងដាក់នេះអាហ្នឹងខ្ញុំដាក់ hash slab បាទហើយខ្ញុំដាក់ hash slab ដូចគ្នាបាទ
chẳng anh nó cứ su thà ba bao pin á cứ nhung cầm nạp tam câu được kia tệ nhung mẹ là nhung bạc cái con ấy chứ anh nhung mơ câu được kia tệ bà hai trọng một tết cứ cả lạp tây anh ấy cứ cả lạp tây được bọc slab bên là flame á trắng nè cả lạp tây bìa bà chẳng dân thời giờ bày bày ở dân khơi nhập mà mẹ chuyện chẳng cứ bộ váy slab với cứ thà bạn này cho bà ấy chia một cái nấm bà đi nấm bà lợi dụng sự cả lục này cả đá bà dương thà đấy anh ấy flank về chẳng á chẳng anh ấy cứ một bài bay anh ấy cứ bay này bà bay hơi bẹp con mùi phải như cứ ha slab mà cầm ra khăn để dương phơi ca sau là mọt về sân đó nè chẳng dương giờ máu côn máu dương bàn cả lạp tay phần này bà tạo một chất cứ vẹp bà vép cứ dương giờ bé mình này thà bé côn ao bay hạt ở dương độ nhưng mà dương độ ở vẹp con cho mùi nắng và bay tay phần này chảy máu bà chẳng dương côn một bóng hạt bình này đấy bà hạt bình hới dương độ bia mà độ tay nè phần năng hới dương độ bé bà bê phần ấy vành phần ấy hơi dương giờ vía côn năng hạt slab tiền bà côn hạt slab tiền bà chắc cứ vào vai nhỉ dương chẳng bàn tây phần niệm bà tây phần nắng á bà chẳng dương độ chẳng máu bà dương được khơi trở lại tây phần năng này bà tao mà tiết cứ vẽ con mùi cả lạc tây srop cả lấy nó cứ dương giờ cả lạc tây bo tặng ó năng mì hạt bột chục nhiều cả lạc tây bo vẹp thằng lơ nắng bà bột chục muối đang cả lạc tây bo tần đông đi bà bột chục nhiều máu bà bột chục nhiều máu cứ dương khơi trở lại mùi bà khơi trở lại muối tao mà tiết dương mà tìm trong tầng nguồn bằng một cạch srop nè bà chân dương thời giờ lạp tây nắng dương côn nâng tìm chung tầm nguồn vi mạo như được chụp flank slab nắng trắng tìm chung tầm nguồn vía bây giờ cất tới bên là trong cả đà trắng thì giờ này giờ lạp tây này một cạch box slab dương nắng côn nâng ha slab được vì bà chắc dương côn nâng bẹt cả đà này mà bà tao mà tiết cứ dân bột nâng cả lạp tây và nắng hơi dương dập bột nâng và nắng nhưng giờ ha nè bá dương giờ ha và nè vàคือយើងដកđấy vàយើងដកមកនេះលើពីដក5លើ2អញ្ចឹងមានន័យថាយើងប្រវែងពាក់កណ្ដាលនេះជាមួយនឹងប្រវែងពាក់កណ្ដាលនេះបាទដល់ពាក់កណ្ដាលប៉ុណ្ណឹងអញ្ចឹងវាស្មើនឹងហាគឺកម្ពស់របស់ថ្នាំហើយដកនឹងហាស្លែបនេះគឺកម្ពស់របស់កម្រាស់ខណ្ឌយើងហ្នឹងចែក2មកចែកនឹងកន្លះផ្ទៃសរុបបាទកន្លះផ្ទៃសរុបគឺយើងយកកន្លះផ្ទៃទាំងអស់ហ្នឹងបូកជួបគ្នាមកហើយយើងចែកមកយើងឃើញ 0.14 បាទតមកទៀតទីជុំមុននៅស្លាបបាទកន្លែងនេះគឺយើងប្រើរូបមន្តបែបហ្នឹងមកបាទរូបមន្តបែបហ្នឹងហើយនេះយើងប្រើរូបមន្តបែបហ្នឹងមកដោយសាររូបមន្តហ្នឹងគឺរូបមន្តគេប្រើទូទៅមកបាទគឺគេសម្រាយហើយអញ្ចឹងណាបាទគឺគេសម្រាយហើយអញ្ចឹងយើងអាចមកយើងយកហាស់លើ2ហ្នឹងបូកបាទបូកជាមួយនឹងហាស់ដកហាស់នៃ C ហាស់នៃ C យើងរកឃើញហើយយើងដកហាស់នៃប៉ុណ្ណេះទៀតបាទបើហាស់នៃប៉ុណ្ណឹងគឺយើងស្មើនឹងកម្ពស់ហាស់នេះមានន័យថាកម្ពស់របស់ភ្នំនឹងដកនឹងកម្រាស់របស់កម្រាស់ខណ្ឌបើអញ្ចឹងយើងឃើញ 0.116 បាទហើយពាក់ព័ន្ធមួយអានេះគឺពាក់ព័ន្ធមួយ flame ណាបាទពាក់ព័ន្ធមួយ flame ទេកន្លែងនេះបាទខ្ញុំដាក់ F ហ្នឹងគឺ slab ហើយអានេះគឺតំណងគឺ web នេះបាទនៅកណ្ដាលនេះបាទអញ្ចឹងគឺយើងប្រើរូបមន្តបែបហ្នឹងមកបាទតមកទៀតគឺយើងរកមុំម៉ង inertia របស់ថ្នាំបាទមកកាត់ថ្នាំហ្នឹងមកបាទ EB បាទ EB បាទអញ្ចឹងនៅក្នុងនេះយើងបែងចែកជា2 section នេះគឺកន្លែងនេះគឺយើងមានជាប្រភេទមួយមុខកាត់ដែលមាន slab សងខាងមួយទៀតមានតែ slab មួយខាងបាទអញ្ចឹងការរើតម្លៃហ្នឹងគឺខុសគ្នាប៉ុន្តែរូបមន្តនេះគឺរូបមន្តដែលយើងប្រើបានទាំងអស់បាទជាប្រភេទនេះបាទយើងមើលតាមរូបហ្នឹងទៅណាព្រោះរូបមន្តខ្ញុំដាក់មកគឺរូបមន្តដែលគេសម្រាប់ហើយអញ្ចឹងគឺយកប្រើមកបាទនេះគឺ eBay បាទហើយនៅក្នុងនោះគឺយើងរកតម្លៃ2បាទទី1គឺមុំម៉ង EC របស់ថ្នាំនៅកន្លែងនេះហើយមួយទៀតគឺនៅកន្លែងនេះបាទអញ្ចឹងគឺតម្លៃវាខុសគ្នាបាទអានេះគឺ eBay អាមួយ eBay ទៅទេបាទ eBay គឺពាក់ព័ន្ធមុំម៉ង inertia របស់នេះបាទមុខកាត់នេះដែលយើងមាន slab រេសងខាងណាហើយ
កន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងមានតែម្ខាងទេបាទមានតែម្ខាងយើងប្រើរូបមន្តបែបនេះបាទអញ្ចឹងរូបមន្តបែបហ្នឹងហេតុផលដែលវាមានតែម្ខាងបើសិនជាយើងកណនីកន្លែងហ្នឹងនេះបើសិនជាយើង push section ហើយនឹងយើង push section នៅត្រង់ចំណុចនេះបាទយើងប្រកាសជាឃើញកាត់ខុសគ្នាពួកអីព្រោះនៅនេះវាមានបើសិនជាយើងគូសមកកាត់ធ្នឹមកន្លែងហ្នឹងណាវាមានចេះវារែកមានកម្រាលខណ្ឌសងខាងបាទវាមានចេះបាទចេញរៀងអក្សរ T បាទចេញរៀងអក្សរ T កន្លែងគឺចេញរៀងអក្សរ T ហើយពាក់ព័ន្ធមួយកន្លែងនេះគឺបើយើងមើលទៅវាអត់មាន slab ទៅម្ខាងទេបាទអញ្ចឹងវាមាន slab មកទៅខាងនេះមានកម្រាលខណ្ឌមកខាងហ្នឹងអញ្ចឹងវាប្រកាសជាចេញរូបចេះបាទវាចេញរូបទៅម្ខាងអញ្ចឹងណាបាទវាចេញរូបមកខាងហ្នឹងមកបាទអញ្ចឹងគឺកន្លែងហ្នឹងគឺគេសិក្សាពីហ្នឹងបាទអញ្ចឹងនៅក្នុងនោះវាមានបែងចែកខាងវែងនិងខាងខ្លីបាទអញ្ចឹងបើសិនជាយើងមើលនៅក្នុងទិសដៅមួយនេះ slab ជួនកាលវាអាចមានប្រវែងបដៅនិងកន្ទឹងគឺអត់ស្មើគ្នាទេវាតែងតែមានប្រវែងមួយវែងប្រវែងមួយខ្លីតែយើងសិក្សាតាមមួយវែងទៅបាទសិក្សាតាមមួយវែងទៅតែនៅក្នុងរូបភាពនេះបើយើងមើលទៅប្រវែងវាប៉ុនគ្នាទេបាទអញ្ចឹងគឺយើងសិក្សាដូចគ្នាទៅបាទប្រវែងបាទអញ្ចឹងបន្តមកទៀតពេលយើងសិក្សាគឺយើងរកតម្លៃ alpha ឃើញបាទ e long ប្រវែងតាមទិសវែងហើយនិងតាមទិសខ្លីបាទ e long e x long បាទអញ្ចឹងគឺស្មើ b hakib លើ12បាទអានេះគឺមុំម៉ងនិចភាពរបស់កម្រាលខណ្ឌណាបាទនេះខ្ញុំដាក់ s ហ្នឹងគឺ slab ហើយនេះគឺមេគុណវាអញ្ចឹងយើងយកវាចែកនឹង e long មកបាទហើយពាក់ព័ន្ធជាមួយនឹងមួយទៀតគឺមុំម៉ងនិចភាពរបស់កម្រាលខណ្ឌនៅកែនបាទអញ្ចឹងកន្លែងនេះយើងប្រើ lb លើ2ចែកឲ្យ12គុណឲ្យប៉ុណ្ណឹងបាទនេះគឺសម្រាប់នៅកែមណាបាទនៅកែមអញ្ចឹងវាឃើញប៉ុណ្ណេះតម្លៃបាទយើងឃើញតម្លៃប៉ុណ្នេះបាទហើយបន្តមកទៀតគឺយើងរកតម្លៃ alpha នេះយើងឃើញ 1.697 បាទនេះព្រោះនេះនៅកែមនេះយើងយក L លើ2មកបាទនេះ section x beam អានេះសម្រាប់ធ្នឹមបាទហើយនេះតម្លៃ ES ណាបាទអញ្ចឹងគឺយើងយកវាចែក2មកយើងគុណនឹងប៉ុណ្ណឹងមកបាទតមកទៀតយើងមើលទិសដៅតាមកម្រាលខណ្ឌបាទនិចភាពរបស់កម្រាលខណ្ឌអានេះតាមទិសដៅខ្លីបាទអញ្ចឹងកម្រាលខណ្ឌយើងវាតែងតែមាន2ទិសដូចខ្ញុំនិយាយអញ្ចឹងវាពាក់ព័ន្ធមួយខាងនេះផងខាងនេះផងបាទអញ្ចឹងយើងមើលទៅបើសិនជាវាដូចគ្នាយើងដាក់ដូចគ្នាទៅប្រវែងវាណាព្រោះដោយសារនៅនេះវាអញ្ញាតវាពាក់ព័ន្ធជាមួយនឹងនេះបាទអានេះវាពាក់ព័ន្ធមួយកែមដែរហើយមួយ eB ចែក e short ដែរណាអញ្ចឹងយើងត្រូវមើលតម្លៃនឹងដែរព្រោះបើសិនជាវាពាក់ព័ន្ធមួយ eB ហ្នឹងនេះតាមទិសខ្លីយើងមើលវាពាក់ព័ន្ធមួយ eB ហ្នឹងកន្លែងហ្នឹងក៏នេះយើងមើល eB យើងមើលកន្លែងកណនី eB មកនេះបាទហើយពាក់ព័ន្ធជាមួយនឹងកន្លែងនេះ EC đó nó cứ bị thấy rồiតែ E short នេះ E short យើងមើល E short គឺ L h លើ12អញ្ចឹងវាមានគុណអញ្ញត្តិអីក៏ណាវាពាក់ព័ន្ធមួយ LA តែបើសិនជាកន្លែង LA នឹងប្រែប្រួលតម្លៃហ្នឹងក៏វាប្រែប្រួលដែរបាទអញ្ចឹងបើសិនជាវាស្មើគ្នាយើងដាក់ស្មើគ្នាទៅបាទកន្លែងហ្នឹងណាព្រោះយើងកណនីកន្លែងហ្នឹងមាន2វាមាន short ES short និង ES short ហើយនឹងមួយទៀត ES long បាទវាពាក់ព័ន្ធមួយ LB ដែរអញ្ចឹងបើសិនជា LB ហើយនឹង LA ហ្នឹងវាស្មើគ្នាគឺតម្លៃវាដូចគ្នាតែបើ LA ប្រែប្រួល LB តូច LA ធំគឺតម្លៃវាដូចគ្នាទេបាទបន្តមកទៀតយើងរកតម្លៃ alpha ហ្នឹងមកបាទយើងប្រើរូបមន្តបែបហ្នឹងមកនេះបាទយើងអាចមើលទៅក្នុង ACI ក៏យើងឃើញដែរបាទហើយបន្តមកទៀតគឺពាក់ព័ន្ធមួយខាងក្រោមអានេះគឺរូបដែលខ្ញុំដាក់ណាបាទរូបដែលខ្ញុំដាក់ដើម្បីបង្ហាញសម្រាប់ធ្នឹមនៅជាយហើយនឹងបោះនេះនៅជាយនេះអានេះកម្រាលខណ្ឌសំទោសនេះធ្នឹមដូចគ្នាដែរ
អានេះគឺតាមនៅ ES អានេះ EB បាទអញ្ចឹងគឺវាមានលក្ខណៈខុសគ្នាកន្លែងហ្នឹងបាទបន្តមកទៀតគឺពាក់ព័ន្ធជាមួយនឹងតម្លៃមធ្យមអញ្ចឹងបន្ទាប់ពីយើងរកតម្លៃអាប៉ាឃើញហើយយើងឃើញដល់តែ4អញ្ចឹងយើងរកតម្លៃអបបមាមួយមានថាតម្លៃជាមធ្យមយើងយកវាបូកជុំគ្នាចែក4បន្ទាប់មកទៀតយើងរកមេគុណផលធៀបប្រវែងខ្លីយើងចែកទៅយើងឃើញ1 លើ 2សំទោសចែកទៅឃើញ 1.2 បាទអញ្ចឹងយើងយកតម្លៃហ្នឹងមកនេះដោយសារយើងរកតម្លៃផលធៀបប្រវែងហ្នឹងគឺយើងយកមកគុណនេះបើសិនជាយើងអត់ស្គាល់តម្លៃហ្នឹងគឺយើងគុណអត់ចេញទេបាទនេះក៏យើងអាចមើលនៅក្នុង ACI បានបាទអានេះរូបមន្តនៅ ACI មានណាអញ្ចឹងខ្ញុំប្រៀបធៀបទៅគឺយើងឃើញដល់ទៅកម្រាស់ខណ្ឌដែលគេត្រូវការហ្នឹងគឺ 0.175 បាទអញ្ចឹងដោយសាររបស់យើងមែនរបស់យើងគឺយើងសន្មត់170ទេអញ្ចឹងគឺវាតូចបាទវាតូចអញ្ចឹងយើងត្រូវបរិច្វាមកយើងយកមកទឹក8អញ្ចឹងទៅឲ្យធំណាព្រោះកាលណាគេចេញតម្លៃដែលគេដាក់អបបមាគឺទីបំផុតអាចយកក្រោមហ្នឹងទេឬក៏អាចយកស្មើហ្នឹងឬក៏ធំជាងហ្នឹងបានបាទអញ្ចឹងដល់ពេលដែលខ្ញុំប្រៀបធៀបវាទៅគឺវា inadequate មានន័យថាវាអត់ verify មានអត់ជាប់ណាវាយើងត្រូវធ្វើការបន្ថែមកម្រាស់វាតិចមកបាទអានេះគឺដូចគ្នាអញ្ចឹងគាត់ថានេះខ្ញុំ copy មកដើម្បីខ្ញុំមកចេញតិន័យនៅខាងក្រោមនេះបាទអញ្ចឹងគឺកម្រាស់มันគ្រប់គ្រាន់ទេអញ្ចឹងយើងត្រូវធ្វើការបន្ថែមកម្រាស់ទៀតបាទបន្ថែមកម្រាស់វាមកបាទអញ្ចឹងកន្លែងហ្នឹងគឺរបៀបគណនាគឺយើងមានតែប៉ុណ្្នឹងមានច្រើនទេបាទហើយសម្រាប់វីដេអូក្រោយទៀតយើងនឹងចូលទៅបង្ហាញពីការគណនាផ្សេងទៀតបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទអរគុណ